បដូររបៀបគិតជីវិតផ្លាស់ប្ដូរហេតុអ្វីបានជាគ្រាន់តែបដូររបៀបគិតជីវិតនឹងផ្លាស់ប្ដូរនេះគឺជាហេតុផលមួយចំនួនដែលធ្វើឲ្យជីវិតផ្លាស់ប្ដូរត្រឹមតែបងប្អូនបដូររបៀបគិត1គំនិតគឺជាជំរើសបងប្អូនអាចមានជំរើស2ក្នុងការជ្រើសរើសគំនិតគឺវិជ្ជមានឬអវិជ្ជមានហើយជំរើសនោះនឹងសម្រេចអនាគតរបស់បងប្អូន2គំនិតបង្កើតអារម្មណ៍វិធីដែលបងប្អូនបានគិតវានឹងបង្កើតបានជាអារម្មណ៍វិជ្ជមាននាំឲ្យបងប្អូនមានកម្លាំងចិត្តកាន់តែខ្លាំងចំណែកឯអារម្មណ៍អវិជ្ជមាននាំឲ្យបងប្អូនមានសភាពចិត្តទន់ខ្សោយ3អារម្មណ៍បង្កើតសកម្មភាពនៅពេលដែលបងប្អូនមានអារម្មណ៍ល្អបងប្អូននឹងសកម្មជាងមុនឧស្សាហ៍ជាងមុននិងក្លាហានជាងមុន4សកម្មភាពបង្កើតលទ្ធផលការប្រព្រឹត្តទៅលើគំនិតវិជ្ជមាននាំឲ្យមានការផ្លាស់ប្ដូរផ្លូវជីវិតយ៉ាងពិតប្រាកដ5ការផ្លាស់ប្ដូរចាប់ផ្ដើមពីខាងក្នុងមិនចាំបាច់រងចាំពិភពលោកទាំងមូលផ្លាស់ប្ដូរនោះទេបងប្អូនអាចចាប់ផ្ដើមផ្លាស់ប្ដូរពីខ្លួនឯងជាមុន6គំនិតថ្មីស្មើនឹងមនុស្សថ្មីប្រសិនបើបងប្អូនចង់បានជីវិតថ្មីបងប្អូនត្រូវចាប់ផ្ដើមគិតបែបថ្មីប្រសិនបើនៅតែរក្សាការគិតរបៀបចាស់ជីវិតរបស់បងប្អូននឹងនៅតែដដែលគឺនឹងគ្មានអ្វីផ្លាស់ប្ដូរនោះទេប្រសិនបើបងប្អូននឹងមិនផ្លាស់ប្ដូរពីខាងក្នុង7ការផ្លាស់ប្ដូរមិនមែនជាបញ្ហាការផ្លាស់ប្ដូរមិនគួរឲ្យភ័យខ្លាចនោះទេប៉ុន្តែវាគឺជាឱកាសសង្ខេបនៃមកវិញគឺទី1គំនិតគឺជាជំរើស2គំនិតបង្កើតអារម្មណ៍3អារម្មណ៍បង្កើតសកម្មភាព4សកម្មភាពបង្កើតលទ្ធផលនៅពេលដែលបងប្អូនផ្លាស់ប្ដូរគំនិតជីវិតបងប្អូននឹងចាប់ផ្ដើមផ្លាស់ប្ដូរផងដែរគ្រប់អ្វីចាប់ផ្ដើមពីខាងក្នុងមិនមែនខាងក្រៅនោះទេគំនិតថ្មីនាំឲ្យមានជំរើសថ្មីនិងជីវិតថ្មីសូមកុំភ័យខ្លាចក្នុងការផ្លាស់ប្ដូរប្រសិនបើមានគេនាំបងប្អូនទៅកាន់កន្លែងល្អជាង